ជំរាបសួរលោកគ្រូនិងមិត្តអ្នកនរគ្នាថ្ងៃនេះខ្ញុំបាទមកធ្វើនៅ assignment Key Clock Basic មួយដែលវាមានទាំងអស់6ជំហានទី1គឺយើងបង្កើត Key Clock ដោយប្រើប្រាស់ Docker ដែលតម្រូវឲ្យមាន port ក្រេ9 username iStart និង password QWER ហើយជំហានទី2គឺ login ចូលទៅក្នុង admin console ដោយប្រើប្រាស់នៅ username និង password ជំហានទី3គឺបង្កើតuser មួយនៅក្នុង Key Clock ហ្នឹងដែលមាន username ឈ្មោះថា admin USR password គឺ password admin 3ហើយនឹង assign role មួយជា admin ហើយជំហានទី4គឺបង្កើតរៀមថ្មីមួយដែលរៀមថ្មីនោះមានឈ្មោះថា e-commerce ហើយជំហានទី5យើងបង្កើត user ថ្មីនៅក្នុងរៀម e-commerce ហ្នឹងដែលមាន username Dara USR password admin 3 first name Dara និង last name Chan ហើយជំហានចុងបញ្ចប់គឺ login username ដែលយើង user ដែលយើងបង្កើតហ្នឹងចូលទៅក្នុងរៀម e-commerce ហ្នឹងចឹងជាហ៊ានដំបូងយើងបើក comment prompt ដើម្បីបង្កើតនៅKey Clock របស់យើងចឹងយើងធ្វើការ modify ខ្លះដូចជាយើងដាក់ឈ្មោះឲ្យទៅ Key Clock របស់យើងគឺដាក់ថា Key Clock assignment បន្ទាប់មកទៀតយើងធ្វើការដូរ port ដាក់ port ទៅក្រេ9បន្ទាប់មកទៀតយើងដូរឈ្មោះ username ដាក់ iStart និងដូរ password ទៅជា QWER តបមក enter អញ្ចឹងយើងទៅ check មើលនៅក្នុង Docker ថាវាដំណើរការជោគជ័យអត់អញ្ចឹងវាជោគជ័យហើយវា run នៅលើ port ក្រេ9ចឹងឥឡូវយើងទៅបើកមើល Key Clock យើងនៅលើ browser ចឹងឥឡូវយើងបើកចេញហើយចឹងយើង login ចូលទៅក្នុង Key Clock របស់យើងដែលមាន username iStart និង password QWER ចឹងឥឡូវ login ចូលបានជោគជ័យហើយចឹងជំហានទី1និងជំហានទី2របស់យើងគឺបានជោគជ័យចឹងយើងចូលទៅដល់ជំហានទី3គឺបង្កើត user មួយឈ្មោះថា admin USRយើងចូលទៅកន្លែង user ដើម្បី add user ចូលអញ្ចឹង username យើងដាក់ admin USR ហើយ email យើងដាក់ admin.@gmail.com first name យើងដាក់ admin និង last name យើងដាក់ iStart ចុចយើងចុច create បន្ទាប់មកយើងចូលទៅដាក់ credential អញ្ចឹង credential របស់យើងគឺ password add 123ចុច save បន្ទាប់មកយើងចូលទៅបង្កើត role នៅក្នុងរៀម role ដែល role គឺយើងដាក់ admin បន្ទាប់មកយើងចុច save បន្ទាប់មកទៀតយើងចូលទៅក្នុង admin USR ដើម្បីចូលទៅក្នុងដើម្បី assign role យើង click ទៅលើ admin បន្ទាប់មកចុច save ចឹងជំហានទី3របស់យើងគឺបានជោគជ័យហើយចឹងយើងចូលទៅដល់ step ទី4គឺបង្កើតរៀមថ្មីឈ្មោះថា e-commerce ចឹងយើងចុច create រៀមមកយើងដាក់ឈ្មោះថា e-commerce ចឹងយើងចូលទៅដល់ step ទី5គឺបង្កើត user មួយនៅក្នុងរៀម e-commerce ហ្នឹងឈ្
ឈ្មោះថា Dara USO យើងដាក់ email dara@gmail.com និង first name គឺ Dara last name គឺ Chan យើងចុច create បន្ទាប់មកយើងចុច create ដើម្បី create user បន្ទាប់មកទៀតយើងចុច set credential គឺ password add 123បន្ទាប់មកយើងចុច save អញ្ចឹងបានជោគជ័យហើយអញ្ចឹងយើងចូលទៅដល់step ចុងក្រោយ step ចុងក្រោយគឺ login user ដែលយើងបានបង្កើតនៅក្នុងរៀម e-commerce ហ្នឹងចូលទៅក្នុងរៀម e-commerce យើងស្លាស់ account មក enter បន្ទាប់មកទៀតយើងវាយចូល username ដែលយើងបានបង្កើតគឺ Dara USO ហើយនឹង password គឺ password add 123ចុច sign in បន្ទាប់មកតម្រូវឲ្យយើងដូរ password ម្ដងទៀត update new password បន្ទាប់មកចុច submit បានជោគជ័យអញ្ចឹងអរគុណលោកគ្រូនិងមិត្តរួមថ្នាក់ដែលបានទស្សនាវីដេអូមួយនេះអរគុណ